មិនបកាញ់និយាយកមែនអាថ្លៃសាលាកូនណាពីរបីថ្ងៃទៀតចាំបានហើយចុះឥឡូវនេះអត់អង្គអត់ម្ហូបនេះបានលុយណាទិញហើយកុំមកបន្ទោសរឿងកូនឈឺមកពីយើងឯងវាមិនកើតបើថាប្តីឯងលីលបែងផឹកស៊ីប៉ោឡែបងថាអានេះគ្នាប្រឹងចង់ងាប់នៅតែអត់សល់ឲ្យគ្នាធ្វើម៉េចមកធ្វើការហ៎ណ៎អូនបងទៅមើលធ្វើការហើយមានលុយអត់បងមានលុយណាអូនអត់តបាត់ដាក់ខែអស់ហ្នឹងហើយបើអត់លុយបានអីស៊ីឥឡូវនេះឥឡូវថ្លៃសាលាកូនក៏ដល់បងហើយថ្លៃទឹកថ្លៃភ្លើងក៏ត្រូវបងដែរអង្គក៏អស់ហើយគ្មាន100 1រៀលផងហ្នឹងហើយគិតមិនទៅជីវិតហ្នឹងមកពីខែហ្នឹងកូនយើងឈឺពេកអូនទៅវាខ្វះលុយណាឥឡូវឯងទ្រាំពីថ្ងៃទៀតបាត់ដាក់ខែចាំយកទៅបងសាលាណាហើយទៅភ្លើងមកអាថ្លៃសាលាកូនណាពីរបីថ្ងៃទៀតចាំបានហើយចុះឥឡូវនេះអត់អង្គអត់ម្ហូបនេះបានលុយណាទិញហើយកុំមកបន្ទោសរឿងកូនឈឺមកពីយើងឯងវាមិនកើតយើងមើលប្តីគេគេរកមានបានណាគេទិញមាសទិញពេជ្រឲ្យប្រពន្ធគេពាក់មិនឲ្យពិបាកទេឯងវិញឲ្យទៅប្រពន្ធកូនពិបាកអត់អីស៊ីនេះខែណាក៏ខ្វះមុខខ្វះក្រោយដែរជាតិមុនណាខ្ញុំមិនដឹង30កម្មអីទេបានជាតិហ្នឹងខ្ញុំមកវេទនាជាមួយយើងប្រពន្ធគេគេអត់ធ្វើអីទេគេអង្គុយតែលាបលេលាបម្សៅប្តីគេឲ្យលុយចាយមកអស់ទេហើយចុះខ្ញុំនេះរាល់ថ្ងៃខ្ញុំមានអីគេមិនបកាញ់និយាយកមែនអូនណាបើបងរកបានបងក៏ទិញមាសទិញពេជ្រទិញលេទិញម្សៅឯងលៀបដែរហើយការរកបានណាសួរថាការរកបានអាការងារប្រាក់ខែ1លានជាងហ្នឹងរកតងាប់ទៀតក៏គ្មានលុយទិញមាសខ្ញុំពាក់ដែរបើរាល់ថ្ងៃស៊ីមិនគ្រាន់ផងហ្នឹងលុយប៉ុណ្ណឹងហ្នឹងតើឥឡូវឯងជប់ខឹងបើអង្គកូនឯងទៅខ្ចីលុយទីន50000សិនណាហើយចាំពីថ្ងៃបើលុយចាំយកសងគាត់អាងអីខ្ចីបងអាងអីខ្ចីបងរាល់ថ្ងៃបងខ្ញុំដៀលខ្ញុំថាខ្ញុំនឹងបានប្តីមិនកើតមិនចេះរកស៊ីឲ្យមានបានគេទេតើមកអត់កើតអានេះកុំផ្សាយខ្លាំងពេកមិនអ្នកចិត្តខោនអញអ្នកក្រពិសេសចឹងហើយនៅតែចេះបោកកៅអៅផងតែមកវិញអត់ឃើញបោកកៅអៅរឿងហ្មងហើយមកមិនកាយទៀតមកខ្ចីលុយមកឯង50000ហ្នឹងចាំប្តីខ្ញុំបើកប្រាក់ខែខ្ញុំសងមកឯងវិញណែបើលុយយក100000សិនចាំពេលមានស្មបងអរគុណណាបងប្អូនឯងវាស្រួលចឹងណាស់តាប្តីខ្លួនឯងនឹងវាមិនកើតមិនបានឯងនិយាយចឹងមិនកើតមែនហ្នឹងបងតែចាយគ្រប់ខែហ៎ឃើញងាកមកខ្ចីបងឯងហ៎ឯងកុំបន្ទោសប្តីអីបើថាប្តីឯងលីលបែងផឹកស៊ីប៉ោឡែបងថាអានេះគ្នាប្រឹងចង់ងាប់នៅតែអត់សល់ឲ្យគ្នាធ្វើម៉េចគ្នារមម្នាក់ឯងចាំកូនផងចាំប្រពន្ធផងហើយឯងអត់មានគិតទៅរកការងារធ្វើទុកចំណូលខ្លះអត់ទេហើយឲ្យទៅរកការងារធ្វើម៉េចបានណាមើលកូនខ្ញុំកូនឯងមិនទួយណាកូនឯងមួយអាយុ8ឆ្នាំមួយអាយុ14ឆ្នាំវាធំហើយហើយឲ្យខ្ញុំធ្វើស្អីបើខ្ញុំអត់ចេះអីផងហ្នឹងចុះការងាររោងចក្រឯងមិនធ្វើបើអត់ទេរត់ຕົកកាទៀវទៅបានលុយអីអូយហត់ដល់បងការងារអស់ហ្នឹងបើឯងហត់ឯងកុំបន្ទោសប្តីព្រោះប្តីធ្វើការហត់ជាងឯងនៅតែទៀតហ៎បងឯងមិនឲ្យខ្ញុំបន្ទោសប្តីឲ្យខ្ញុំបន្ទោសណាគេបងឯងមើលណប្រពន្ធគេប្តីគេមិនដែលឲ្យធ្វើអីទេលុយចាយពេញដៃមានទាំងឡានទំនើបជិះទៀតហើយដីសិតតែម៉ាស៊ីនត្រជាក់គេផ្សេងយើងផ្សេងអានេះហើយតែប្រៀបធៀបមួយគ្នាមិនកើតគ្រួសារគេមានមុខរបរគេមានលុយចូលគ្រប់ច្រកហើយចុះប្តីឯងប្រាក់ខែ1លានជាងហ្នឹងហើយយកប្រៀបធៀបមួយគេមិនកើតចុះប្តីខ្ញុំវាអត់ចេះរកមុខរបរអីផ្សេងឲ្យបានលុយច្រើនទេនៅធ្វើកាចាស់គេមកជីវិតហ្នឹងមនុស្សយើងកើតមកវាសនាខុសគ្នាឯងឃើញគេរកស៊ីមានបានឯងធ្វើតាមគេមិនកើតអត់មានណាចង់ក្រអូនហើយណាមួយបើយើងចាប់ដៃគ្នាប្តីជប៉ុនហើយទៅតែខំរកស៊ីជួយសំចៃគ្នាបានវាមានលឿនមិនអីតិចបន្ទោសប្តីមិនអីតិចដៀលប្តីហើយក៏មិនមែនប្រៀបធៀបប្តីជាមួយគេណែនៅប្រមានសម្ពាធណាហត់នឿយនឹងការងារហត់នឿយនឹងគិតមិនថាឲ្យប្រពន្ធនឹងមានលុយចាយកូនបានរៀនអាខ្លួនឯងមិនដែលគិតទោះបីអត់លុយណាក៏ដោយប៉ុន្តែមកដល់ផ្ទះវិញហើយរករឿងគ្នាណែជាប្រពន្ធអាចធ្វើដូចឯងចឹងមែនណាហើយចុះខ្ញុំធ្វើមិនឲ្យបងចឹងហើយមានតែពិបាកពេលប្តីមកធ្វើការហត់យើងជាប្រពន្ធញឹមដាក់ប្តីអាហ្នឹងកម្លាំងចិត្តរបស់ប្តីបងញ៉ាំញ៉ែមិនបើលុយគ្មានក្នុងខ្លួន1រៀលផងហ្នឹងហើយអង្គក៏អស់ពីធំទៀតញ៉ាំមិនចាញ់ទេបងបើឯងញ៉ាំមិនចាញ់ក៏ឯងត្រូវរករឿងប្តីចឹងដែរហើយអត់លុយហើយពិបាកចិត្តហើយចុះប្តីឯងគិតតែគ្នាសុបាយចិត្តមែនណែជាប្តីប្រពន្ធគ្មានអ្វីល្អបំផុតជាងការយកអធិស្ឋានគ្នាទេឥឡូវទៅផ្ទះទៅហើយលុយនឹងមិនសមបងទេបងអើយចាបងអរគុណណាស់បងទៅវិញអីចឹងជប់រឿងប្តីទៀតអត់ចាបងឯងទៅសម្រាប់ទៅចាំអូនបោកក៏បានដែរតាបង
អត់អីអូនតបងអ្នកបោកវិញ អត់អីទេបងបងឯងទៅសម្រាប់ទៅបងឯងធ្វើការហត់ចឹងហ៎ អត់នៅណៃផ្លែអូន អូនសុំទោសបងអូនដឹងខុសហើយចាប់ពីថ្ងៃហ្នឹងទៅអូនលេងរករឿងបងឯង មកតើណៃជប់រឿងបងមកស្បាច់ចិត្តអត់អីចាំយើងជួយបោកគ្នា ចាបងចា